នឹងសម្រាប់ចាត់សង់ផ្ទះសំណួរដ៏សំខាន់មួយដែលម្ចាស់ផ្ទះគ្រប់រូបតែងតែសួរគឺតើគួរសង់ផ្ទះពីបេតុងអាមេពីឈើឬក៏ពីគ្រឿងបង្គំដែកមួយណាដែលមានអត្ថប្រយោជន៍ច្រើនធន់នឹងអាកាសធាតុនិងមិនចាំបាច់ចំណាយពេលថែទាំច្រើនតោះមកសិក្សាទាំងអស់គ្នានៅក្នុងវីដេអូនេះដំបូងគេគឺផ្ទះបេតុងអាមេបើនិយាយពីផ្ទះសាងសង់ពីបេតុងអាមេវាគឺជាប្រភេទផ្ទះដែលពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជាយើងតើបេតុងអាមេជាអ្វីទៅបេតុងអាមេគឺជាការផ្សំចូលគ្នារវាងបេតុងនិងសរសៃដែកដែលយើងហៅថាបេតុងសរសៃដែកការផ្សំចូលគ្នារវាងបេតុងនិងសរសៃដែកនេះគឺវាបង្កើតបានជាគ្រឿងបង្គំគ្រឹះសសរធ្នឹមកម្រាលខ័ណ្ឌដែលធន់រឹងមាំមិនងាយបែកបាក់ឬរលំឡើយអញ្ចឹងយើងទៅមើលអំពីអត្ថប្រយោជន៍ទាំងអស់គ្នាទី1គឺរឹងមាំខ្លាំងនិងអាយុកាលវែងអាចប្រើប្រាស់បានពី50ឆ្នាំដល់100ឆ្នាំវាមិនងាយទ្រុឌទ្រោមទៅតាមពេលវេលាដូចឈើឬដែកឡើយនិងមានការថែទាំទាបទី2បេតុងធន់ជាមួយនឹងភ្លើងបានល្អជាងដែកទី3ធន់នឹងអាកាសធាតុធម្មជាតិឬក៏គ្រោះធម្មជាតិណាមួយវាធន់នឹងខ្យល់ព្យុះខ្លាំងមិនងាយឆាបឆេះនិងធន់អំពីការរញ្ជួយដីកម្រិតស្រាលផងដែរទី4គ្មានបញ្ហាសត្វល្អិតមិនចាំបាច់បារម្ភអំពីរឿងសត្វកណ្ដៀរឬសត្វខ្មោចស៊ីបំផ្លាញគ្រឿងបង្គំផ្ទះដែលជាសុបិនអាក្រក់របស់ម្ចាស់ផ្ទះឡើយទី5ការពារសំឡេងបានយ៉ាងល្អជញ្ជាំងនិងកម្រាលបេតុងក្រាស់ជួយកាត់បន្ថយសំឡេងរំខានពីខាងក្រៅបានយ៉ាងច្រើនផ្ដល់ភាពឯកជនភាពខ្ពស់ទី6គឺរក្សាតម្លៃនិងងាយស្រួលលក់វិញនៅក្នុងទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជាផ្ទះបេតុងអាមេមានតម្លៃថេរនិងងាយស្រួលក្នុងការដាក់បញ្ចាំឬក៏លក់ចេញវិញបានតម្លៃខ្ពស់អញ្ចឹងបន្ទាប់ពីនេះយើងទៅមើលគុណវិបត្តិរបស់ផ្ទះបេតុងអាមេម្ដងទី1គឺថ្លៃដើមខ្ពស់ការចំណាយលើគ្រឹះដែកស៊ីម៉ង់ហើយនិងកម្លាំងពលកម្មជាងហ្នឹងគឺវាមានតម្លៃខ្ពស់ជាងផ្ទះសាងសង់ពីគ្រឿងបង្គំដែកឬក៏ផ្ទះធ្វើពីឈើធម្មតាទី2ការចំណាយពេលសាងសង់ហ្នឹងគឺមានរយៈពេលយូរបេតុងត្រូវការលាយត្រូវការចាក់ហើយត្រូវការថែទាំនិងត្រូវការពេលវេលាដើម្បីរឹងមាំជាមធ្យមចន្លោះពី21ដល់28ថ្ងៃទើបយើងអាចកោះពុម្ពឬចាក់បន្តទៀតបានហើយពុម្ពដែលយើងប្រើប្រាស់សម្រាប់ចាក់បេតុងហ្នឹងវាអាចមានតម្លៃខ្ពស់ផងដែរទី3គឺផ្ទុកកម្ដៅបេតុងស្រូបកម្ដៅនៅពេលថ្ងៃហើយយាយកម្ដៅមកវិញនៅពេលយប់ដែលធ្វើឲ្យម្ចាស់ផ្ទះមានអារម្មណ៍ថាក្ដៅប្រសិនបើមិនមានប្រព័ន្ធខ្យល់ចេញចូលឬអ៊ីសូឡង់បានត្រឹមត្រូវទី4ពិបាកកែច្នៃនៅពេលសាងសង់រួចបើសិនជាចង់វាយកម្ទេចជញ្ជាំងឬក៏ដូរទម្រង់ផ្ទះគឺត្រូវចំណាយលុយច្រើននិងទាមទារបច្ចេកទេសខ្ពស់ព្រោះប៉ះពាល់ដល់គ្រឿងបង្គំផ្ទះទាំងមូលអញ្ចឹងនេះគឺជាគុណវិបត្តិរបស់ផ្ទះបេតុងអាមេអញ្ចឹងបន្តទៀតខ្ញុំសូមលើកយកគន្លឹះបច្ចេកទេសខ្លះៗសម្រាប់ការថែទាំទោះបីជាវាធន់ប៉ុន្តែដើម្បីឲ្យផ្ទះដែលសាងសង់ពីបេតុងប្រើប្រាស់បានយូរម្ចាស់ផ្ទះត្រូវដឹងពីចំណុចថែទាំខ្លះបាទអញ្ចឹងទី1ប្រព័ន្ធការពារជាតិទឹកសត្រូវធំបំផុតរបស់បេតុងគឺទឹកហ្នឹងហើយបើទឹកជ្រាបចូលទៅដល់សរសៃដែកខាងក្នុងវានឹងធ្វើឲ្យដែកច្រេះរីកមាឌនិងធ្វើឲ្យបេតុងប្រេះបែកដូច្នេះត្រូវធ្វើប្រព័ន្ធការពារជ្រាបទឹកឲ្យបានល្អនៅកម្រាលដំបូលឬក៏នៅតាមបន្ទប់ទឹកទី2ពិនិត្យស្នាមប្រេះបើឃើញមានស្នាមប្រេះនៅលើជញ្ជាំងឬសសរត្រូវប្រញាប់ជជុលដើម្បីការពារកុំឲ្យសំណើមចូលដែលធ្វើឲ្យប៉ះពាល់ទៅដល់គុណភាពដែកអញ្ចឹងនេះគឺជាគន្លឹះខ្លះៗដែលជាការចែករំលែកបានបន្តទៅទៀតទី2គឺយើងនឹងសិក្សាអំពីផ្ទះឈើម្ដងបើនិយាយពីផ្ទះសាងសង់ពីគ្រឿងបង្គំឈើវាគឺជាស្ថាបត្យករដែលមានតម្លៃសិល្បៈខ្ពស់ផ្ដល់តម្លៃខាងផ្លូវចិត្តនិងជាក្តីសម័យរបស់មនុស្សជាច្រើនដែលចូលចិត្តភាពស្ងប់ស្ងាត់និងធម្មជាតិអញ្ចឹងយើងទៅមើលអត្ថប្រយោជន៍ទាំងអស់គ្នាមានអីខ្លះទី1គឺទាក់ទងទៅនឹងសោភ័ណភាពនិងបណិតភាពឈើមានកាឡាហើយនិងពណ៌ពីធម្មជាតិដែលគ្មានសម្ភារៈណាជំនួសបានទេផ្ទះឈើបង្ហាញពីភាពថ្លៃថ្នូរភាពស៊ីវិល័យនិងមានតម្លៃសិល្បៈខ្ពស់ទី2ខ្យល់អាកាសបរិសុទ្ធនិងត្រជាក់ឈើមានលក្ខណៈសម្បត្តិជាអ៊ីសូឡង់ពីធម្មជាតិមិនសូវជាចម្លងកម្ដៅទេ
វាខុសពីបេតុងផ្ទះឈើមិនសូវស្រូបកម្ដៅខ្លាំងទេធ្វើឲ្យបរិយាកាសក្នុងផ្ទះមានអារម្មណ៍ថាត្រជាក់និងដកដង្ហើមបានស្រួលទី3ភាពបត់បែននិងលឿននៅក្នុងការសាងសង់គ្រឿងបង្គុំឈើមានភាពងាយស្រួលនៅក្នុងការកាត់តម្រឹមនិងដំឡើងបើប្រៀបធៀបនឹងបេតុងការសង់ផ្ទះឈើមិនត្រូវរងចាំយូរទេបើធៀបនឹងបេតុងការសង់ផ្ទះឈើមិនត្រូវរងចាំបេតុងស្ងួតនោះទេគឺអាចដំឡើងគ្រោងបានលឿនទី4តម្លៃផ្លូវចិត្តនិងសុខភាពការរស់នៅក្នុងផ្ទះឈើផ្ដល់អារម្មណ៍កក់ក្ដៅបន្ថយ stress និងចិត្តស្និទ្ធនឹងធម្មជាតិដែលល្អខ្លាំងសម្រាប់សុខភាពផ្លូវចិត្តបាទនេះគឺជាអត្ថប្រយោជន៍អញ្ចឹងយើងទៅមើលអំពីគុណវិបត្តិរបស់ផ្ទះឈើម្ដងមានអីខ្លះទី1សត្រូវសាហាវបំផុតជាមួយនឹងឈើនោះគឺកណ្ដៀហើយនិងខ្មោចនេះជាបញ្ហាធំបើជ្រើសរើសប្រភេទឈើមិនល្អឬមិនបានបាញ់ថ្នាំការពារត្រឹមត្រូវវានឹងត្រូវរងការបំផ្លាញគ្រឿងបង្គុំពីខាងក្នុងដែលអាចគ្រោះថ្នាក់ដល់រចនាសម្ព័ន្ធផ្ទះទាំងមូលបានទី2ការប្រឈមនឹងអគ្គិភ័យឈើងាយឆេះប្រសិនបើផ្ទុះសេខ្សែភ្លើងឬក៏គ្រោះថ្នាក់ភ្លើងឆេះវានឹងរាលដាលលឿនជាងផ្ទះបេតុងឬក៏ផ្ទះសង់អំពីដែកទី3ទាមទារការថែទាំខ្ពស់ជាប់ជានិច្ចឈើប្រែប្រួលទៅតាមអាកាសធាតុដោយវារីកមាឌនៅពេលត្រូវសំណើមហើយវារួញនៅពេលត្រូវកម្ដៅថ្ងៃខ្លាំងដែលអាចបណ្ដាលឲ្យប្រេះឬក៏ហើបបានអញ្ចឹងម្ចាស់ផ្ទះត្រូវមានការថែទាំការលាបថ្នាំការពារជារៀងរាល់2ឆ្នាំទៅ5ឆ្នាំម្ដងបាទទី4តម្លៃឈើប្រណិតមានតម្លៃខ្ពស់ខ្លាំងនាពេលបច្ចុប្បន្នឈើដែលមានគុណភាពខ្ពស់និងធន់ដូចជាឈើធ្នង់កគីផ្ចឹកនិងនួនជាដើមគឺមានតម្លៃថ្លៃខ្លាំងណាស់និងពិបាករកដែលធ្វើឲ្យការសាងសង់ផ្ទះឈើប្រណិតមួយខ្នងនឹងអាចអស់ថវិកាច្រើនជាងផ្ទះបេតុងទៅទៀតបាទតែនេះគឺជាផលវិបាកមួយចំនួនដែលយើងត្រូវសិក្សាផងដែរបាទអញ្ចឹងទី3គឺយើងនឹងទៅសិក្សាផ្ទះដែលសាងសង់ពីគ្រឿងបង្គុំដែកវិញម្ដងបាទបើនិយាយពីផ្ទះសាងសង់ពីគ្រឿងបង្គុំដែកវាគឺជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់ស្ថាបត្យកម្មសម័យថ្មីព្រោះវាឆ្លើយតបបានយ៉ាងល្អទៅនឹងល្បឿននិងភាពទាន់សម័យបច្ចុប្បន្ននេះគេនិយមយកវាមកធ្វើជាផ្ទះរស់នៅបែបជាហាងកាហ្វេជា resort ឬក៏អគារពាណិជ្ជកម្មផ្សេងៗអញ្ចឹងយើងទៅមើលអត្ថប្រយោជន៍ទាំងអស់គ្នាថាមានអីខ្លះទី1គឺការសាងសង់បានលឿនគ្រឿងបង្គុំដែកភាគច្រើនត្រូវបានកាត់បន្ស៊ីនិងចោះរុនរួចជាស្រេចនៅកន្លែងយើងគ្រាន់តែយកមកដល់ការដ្ឋានជាងគ្រាន់តែដំឡើងនិងចាប់ខ្ចៅផ្សារភ្ជាប់ដែលធ្វើឲ្យល្បឿននៃការសាងសង់គឺលឿនជាងផ្ទះបេតុងទ្វេដងជាមួយនឹងការសន្សំសំចៃកម្លាំងពលកម្មជាងបានច្រើនទី2រចនាសម្ព័ន្ធស្រាលប៉ុន្តែរឹងមាំដែកមានសមត្ថភាពទ្រទម្ងន់បានខ្ពស់បើធៀបជាមួយនឹងទម្ងន់ខ្លួនរបស់វាដោយសារតែវាស្រាលជាងបេតុងវាជួយកាត់បន្ថយបន្ទុកនៅលើគ្រឹះក្រោមបានយ៉ាងច្រើនទី3បើកលំហបានធំទូលាយគ្រឿងបង្គុំដែកដែលយើងធ្វើជាធ្នឹមវែងៗដោយមិនចាំបាច់មានសសរកណ្ដាលច្រើនទេនេះជាចំណុចពិសេសរបស់ស្ថាបត្យករចូលចិត្តព្រោះវាអាចរចនាប្លង់ឲ្យផ្ទះមានទំហំធំទូលាយនិងមើលទៅស្រឡះភ្នែកទី4ងាយស្រួលរុះរើហើយនិងកែច្នៃប្រសិនបើចង់ពង្រីកផ្ទះឬក៏វាយកំទេចឬសូម្បីតែរុះរើយកទៅសាងសង់នៅកន្លែងថ្មីក៏វាមានភាពងាយស្រួលដោយអាចធ្វើទៅបានអញ្ចឹងបន្តទៅទៀតយើងទៅមើលអំពីគុណវិបត្តិវិញម្ដងគុណវិបត្តិដែលយើងសាងសង់ផ្ទះអំពីគ្រឿងបង្គុំដែកនឹងមានដូចជាទី1គឺបញ្ហាច្រេះហើយនិងសំណើមនេះជាសត្រូវលេខ1របស់ដែកហើយប្រសិនបើផ្ទះសាងសង់នៅតំបន់ដែលមានសំណើមខ្ពស់ជិតសមុទ្រឬក៏ប្រព័ន្ធការពារច្រេះមិនល្អដែកនឹងងាយពុកផុយនិងបាត់បង់ភាពរឹងមាំទី2គឺបញ្ហាកម្ដៅនិងសំឡេងដែកជាសារធាតុចម្លងកម្ដៅបានលឿនខ្លាំងប្រសិនបើជញ្ជាំងឬក៏ដំបូលមិនបានដាក់អ៊ីសាឡង់ការពារកម្ដៅផ្ទះនឹងឡើងក្ដៅខ្លាំងនៅពេលថ្ងៃលើពីនេះបញ្ហាសំឡេងក៏ដូចជាពេលភ្លៀងធ្លាក់អាចនឹងឮខ្លាំងបើមិនរៀបចំប្រព័ន្ធការពារសំឡេងបានត្រឹមត្រូវទី3ខ្សោយលក្ខណៈសម្បត្តិពេលត្រូវភ្លើងឆេះខ្លាំងទោះបីជាដែកមិនមែនជាឥន្ធនៈឆេះដូចឈើប៉ុន្តែនៅពេលត្រូវកម្ដៅភ្លើងខ្លាំងគឺដែកវាអាចទន់ជ្រាយបាត់បង់លទ្ធភាពទ្រទ្រង់និងអាចបណ្ដាលឲ្យអគារ
រលំបានអញ្ចឹងទាំងនេះគឺជាចំណុចសំខាន់អំពីគុណសម្បត្តិនិងគុណវិបត្តិរបស់ប្រទេសនីមួយៗអញ្ចឹងតើប្រិយមិត្តអ្នកស្ដាប់យល់យ៉ាងណាដែរ complete comment ប្រាប់នៅខាងក្រោមវីដេអូនេះផងបាទអញ្ចឹងយើងអាចសន្និដ្ឋានបានដើម្បីជ្រើសរើសថាតើគួរជ្រើសរើសមួយណាចម្លើយគឺมันមានចម្លើយណាមួយត្រឹមត្រូវសម្រាប់មនុស្សគ្រប់គ្នានោះទេព្រោះអីគឺអាស្រ័យទៅលើថវិកាពេលវេលាហើយនិង style នៃការរស់នៅរបស់យើងដើម្បីឲ្យងាយអញ្ចឹងខ្ញុំសូមលើកយកចំណុចខ្លះជាគំនិតបើសិនជាជំរើសទី1ការជ្រើសរើសផ្ទះបេតុងអាមេបើសិនបើយើងចង់បានភាពរឹងមាំគង់វង្សហើយនឹងការរស់នៅបានយូរអង្វែងដែលស័ក្តិសមបំផុតសម្រាប់ម្ចាស់ចូលចិត្តការនៅជាលក្ខណៈគ្រួសារមិនចង់ឈឺក្បាលជាមួយនឹងការថែទាំឬក៏បារម្ភរឿងរុះរើជួសជុលថ្ងៃមុខអញ្ចឹងបើជំរើសទី2ផ្ទះដែលយើងសាងសង់ពីគ្រឿងបង្គំដែកវាជាជម្រើសល្អពីព្រោះល្បឿននៃការសាងសង់លឿនហើយវាមានភាពទាន់សម័យជាមួយនឹងភាពបត់បែនខ្ពស់បាទវាគឺស័ក្តិសមបំផុតសម្រាប់ដែលអ្នកចង់បើកអាជីវកម្មលក្ខណៈជាហាងកាហ្វេឬក៏ជាភោជនីយដ្ឋាន resort លំហែកាយឬក៏ម្ចាស់ផ្ទះសម័យថ្មីដែលចូលចិត្ត style បែបចង់សង់ផ្ទះឲ្យលឿនរួចរាល់ក្នុងរយៈពេលខ្លីជម្រើសទី3តកតងនឹងផ្ទះឈើឬក៏ផ្ទះកូនកាត់បើសិនបើយើងចូលចិត្តតម្លៃសិល្បៈភាពប្រណិតនិងភាពស្និទ្ធស្នាលជាមួយធម្មជាតិអញ្ចឹងវាស័ក្តិសមបំផុតសម្រាប់អ្នកដែលមានថវិកាច្រើនឬក៏ស្រឡាញ់ស្ថាបត្យកម្មបែបបុរាណឬក៏ចង់បានផ្ទះលំហែកាយលក្ខណៈឯកជនដែលផ្ដល់ខ្យល់អាកាសត្រជាក់និងក្តីសុខផ្លូវចិត្តអញ្ចឹងជាចុងក្រោយចម្លើយខ្លីដែលយើងអាចយកទៅគិតខ្លួនឯងបាទអញ្ចឹងគ្មានផ្ទះណាដែលល្អខ្ចោះជាងគេនោះទេគឺមានតែផ្ទះដែលត្រូវនឹងតម្រូវការត្រូវនឹងកញ្ចប់ថវិការបស់យើងតែប៉ុណ្ណោះ